បាទសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំចង់ណែនាំពីវិធីក្នុងការ generate video ដោយប្រើប្រាស់ Sora Tool ហើយសម្រាប់បងប្អូនមួយចំនួនតែងតែជាប់នៅក្នុងការបង្កើតដោយសារតែយើងតម្រូវឲ្យយើងនឹងប្រើ VPN ដោយសារប្រទេសកម្ពុជាយើងគឺវាអត់ support ទេអញ្ចឹងតម្រូវឲ្យប្រើ VPN ហើយ login ជាមួយនឹង ChatGPT ទើបយើងអាចបង្កើតវីដេអូបានដោយប្រើ Sora Tool ណាចឹងនៅក្នុងនេះគឺជា website មួយដែលខ្ញុំចង់ណែនាំបងប្អូនអរគ្នាមកបង្កើតគឺ free តែម្ដងដោយមិនជាប់watermark គឺយើងអាចបង្កើតបានដោយ free ហើយក្នុងវីដេអូហ្នឹងគឺមាន15វិអញ្ចឹងវាងាយស្រួលមែនតើហើយសម្រាប់ខ្ញុំបង្កើតមកគឺខ្ញុំបង្កើតច្រើនណាស់វាអត់ទាន់ limit ទេអញ្ចឹងខ្ញុំយកចំណេះដឹងហើយនឹងអ្វីដែលខ្ញុំបានដឹងហ្នឹងគឺចែកជូនបងប្អូនអរគ្នាបង្កើតគឺដោយមិនចាំបាច់ប្រើ VPN ទេហើយក៏មិនជាប់ watermark ដែរអញ្ចឹងតើតើនឹង watermark ហ្នឹងគឺ watermark ផុស website ហ្នឹងណាខ្ញុំចង់មានន័យអញ្ចឹងណាគឺផុស website ហ្នឹងគឺវាជាប់ watermark ហ្នឹងប៉ុន្តែវាអត់ជាប់ watermark ផុស Sora ទេអញ្ចឹងងាយគឺបងប្អូនគ្រាន់តែចូលមកក្នុង website ហ្នឹងមកអញ្ចឹងខ្ញុំដាក់ link នៅក្រោម description របស់វីដេអូហ្នឹងអញ្ចឹងបងប្អូនចុចចូលនៅក្នុងហ្នឹងមកហើយយើងគ្រាន់តែ sign in ជាមួយនឹង account Google របស់យើងមកបាទចុច sign in មកងាយបាទបន្ទាប់ពីយើង sign in ចូលហើយគឺយើងចូលទៅកន្លែងtake to video នេះចូលឡើងនេះមកបាទនៅក្នុងកន្លែងនេះគឺអានេះជាវីដេអូដែលខ្ញុំបង្កើតមកពីមុនគឺវាអត់មានជាប់ watermark ទេប៉ុន្តែវាជាប់ watermark ដូចខ្ញុំបាននិយាយហ្នឹងគឺជាប់ watermark របស់ website ហ្នឹងតែផុស Sora គឺវាអត់ជាប់ទេហើយវីដេអូគឺយើងអាចបង្កើតបានរហូតអញ្ចឹងហើយនៅក្នុងកន្លែងនេះគឺនៅពេលដែលបងប្អូនចុចមកចូលកន្លែងនេះគឺបងប្អូនរើសនៅកន្លែងនេះ model នេះមកហើយយក Sora Sora Tool free beta ហ្នឹងគឺ0 credit គឺវាអត់គិត credit ទេបងប្អូនគ្រាន់តែចូលនៅកន្លែងហ្នឹងមកបាទ select យកហ្នឹងមកហើយយើង pass prompt នៅកន្លែងនេះមកដែលយើងចង់បង្កើតនៅពេលដែលយើងចង់បង្កើតនៅពេលដែលយើង pass prompt នៅក្នុងកន្លែងនេះហើយគឺវាមានតម្រងឲ្យយើងរើសបញ្ឈរហើយនឹងប្តេងអញ្ចឹងបងប្អូនទៅតាមចំណង់ចំណូលចិត្តដែលបងប្អូនចង់បង្កើតជាវីដេអូហ្នឹងមកគឺយើងបង្កើតបានរហូតតែម្ដងគឺតាក់ទងនៅកន្លែងហ្នឹងណាអញ្ចឹងបន្ទាប់ពី pass prompt ហើយគឺបងប្អូនចុច generate មកគឺបានហើយគឺវាអត់គិតទេគឺយើងបង្កើតបានរហូតឡើយខ្ញុំបង្កើតមកច្រើនហើយគឺអត់តន់ limit ខ្ញុំដឹងថាបង្កើតប្រហែលវីដេអូដើម្បីវា limit ប៉ុន្តែខ្ញុំបង្កើតមកគឺវាបានរហូតណាអញ្ចឹងបងប្អូនសាកនៅក្នុង website ហ្នឹងទៅគឺប្រើ free តែម្ដងគឺអាច download បានបាទអរគុណ